chia cọp canal hay nơi xem việc nơi trong khai nó cứ số cọp nào mình tên là thang buôn ô ăn tụi ai vừa ជា vlog ទី1នៅក្នុងឆ្នាំ2025របស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមធ្វើវាឡើងនៅពេលដែលខ្ញុំបានទៅលេងជាមួយនឹងខេត្តសៀមរាបនៅក្នុងកំឡុងពេលចូលឆ្នាំខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាតែងតែដឹងហើយថារដូវកាលបុណ្យចូលឆ្នាំខ្មែរគឺជាខែចែកដែលគឺជាខែដែលក្តៅមែនទែនហ្មងណាចាហើយការទៅរបស់ខ្ញុំលើកនេះគឺខ្ញុំរៀបចំជាមួយនឹងផែនការច្បាស់លាស់មែនទែនដោយសារតែខ្ញុំចង់ចំណាយថ្ងៃដំបូងមុនចូលឆ្នាំខ្មែរមួយថ្ងៃហ្នឹងដើម្បីមើលការងារពាក់ព័ន្ធទៅនឹង business របស់ខ្ញុំដូចជាមើលហាងមើលអីចឹងណាហើយបន្តមកទៀតគឺខ្ញុំបានចំណាយពេលជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅថ្ងៃទី1នៃថ្ងៃចូលឆ្នាំខ្មែរហ្នឹងគឺយើងបានទៅជាមួយនឹងវត្តនៅម្ដុំវងតូចនៃគេហៅតំបន់កោហើយបន្តមកទៀតខ្ញុំបានទៅភូមិព្រះដាក់អញ្ចឹងភូមិព្រះដាក់ហ្នឹងខ្ញុំបានចូលទៅញ៉ាំអាហារថ្ងៃត្រង់នៅហ្នឹងដែលមានល្បីនៅប្រភេទជ្រូកខ្វៃអាំងមិនមែនជ្រូកខ្វៃអាំងទេជ្រូកអាំងញ៉ាំជាមួយនឹងបន្លែស្រស់ហើយទឹកប្រហុកអីចឹងទៅពេលរសៀលបន្តិចជ្រាបណាត់ជួបមិត្តភក្តិចិនសិនមួយផ្លែដែរហើយសម្រាប់ពេលយប់ថ្ងៃដដែលគឺខ្ញុំបានទៅម្ដុំមាត់ស្ទឹងកម្រងថាចង់ទៅមើលគេអីគេថាមានភ្លើងបន្ទឹកមកគេទេហើយមានលេងភ្លេងអីចឹងណាហើយក៏បានទៅមើលមែនហើយហ្នឹងហើយទឹកហ្នឹងពេលយើងទៅចិត្តទៅមានសំឡេងតន្ត្រីមានអីចឹងណាហើយនៅចិត្តហ្នឹងគេមានរៀបចំជាភោជនីយដ្ឋានអមតាមមាត់ស្ទឹងគេធ្វើដូចនៅសមុទ្រចឹងសារតែបានដើរច្រើនកន្លែងហើយនឹងជួបមនុស្សដែលចង់ជួបអស់ហើយដូច្នេះក៏សម្រាប់ចិត្តថាថ្ងៃទី2នៅថ្ងៃចូលឆ្នាំខ្មែរហ្នឹងសម្រាប់ថាបកត្រឡប់ទៅភ្នំពេញវិញចឹងមុននឹងចេញទៅភ្នំពេញវិញដោយសារនៅស្របតាមផ្លូវហ្នឹងគេមានជាប្រភេទសួនបាតសមុទ្រអីចឹងណាខ្ញុំភ្លេចឈ្មោះហើយតែខ្ញុំអត់ដែលបានចូលទៅលេងទេតាំងពីគេបើកមកច្រើនឆ្នាំដែរអញ្ចឹងសម្រាប់ថាទៅចូលលេងសួនហ្នឹងមកព្រឹកសិនហើយចាំចេញដំណើរទៅភ្នំពេញវិញចាប់ពីថ្ងៃត្រង់ទៅវិញហើយឥឡូវនេះសូមបង្ហាញទស្សនវិជ្ជាអញ្ចឹងពិភពបាតសមុទ្រគេហ្នឹងចង់និយាយថានៅក្នុងនោះមានគេចែកជាផាតលក្ខណៈទឹកសាបទឹកប្រៃអីចឹងទៅហើយខ្ញុំបាននាំកូនខ្ញុំទៅមើលហើយខ្ញុំឃើញមានត្រីច្រើនប្រភេទមែនតើដែលរៀបរាប់ឈ្មោះអត់អស់ហើយសំខាន់ក៏ស្គាល់អត់អស់ដែរហើយមានត្រីសមុទ្រត្រីទឹកសាបហើយសម្រាប់ចូលរួមទស្សនាគេហ្នឹងម្នាក់$11សម្រាប់មនុស្សធំហើយកូនក្មេងក្រោម1.40គេយកដូចជាតម្លៃប្រហែលទេខ្ញុំភ្លេចឲ្យដឹងតែក្រោម$10ហើយនៅក្នុងកន្លែងត្រីនីមួយៗឬក៏សត្វមួយគឺគេមានដាក់ជាមួយនឹងប្រវត្តិហើយនឹងឈ្មោះរបស់សត្វនឹងមានលក្ខណៈមិនខ្លះចឹងណាពាក់ព័ន្ធទៅលើសត្វហើយខ្ញុំចាប់អារម្មណ៍មើលត្រីកពតនេះវាមើលទៅដូចខ្ជូនមែនតើហើយហ្នឹងហើយនេះគឺជាការនាំកូនដើរលេងមើលសត្វមើលអីចឹងណាហើយចង់និយាយថាដំណើរកំសាន្តនេះដោយសារតែខ្ញុំមានកូនតូចហើយអាកាសធាតុក្តៅដូច្នេះខ្ញុំស្រេចចិត្តថាចូលកន្លែងហ្នឹងទៅដោយសារតែមានម៉ាស៊ីនត្រជាក់មានអីដែរហើយឃើញបានត្រីច្រើនប្រភេទណាហើយជាពិសេសគឺនៅនឹងសម្បូរជាងគេពោះហើយខ្ញុំថតទស្សនវិជ្ជានេះបងប្អូនមើលហើយមានអីគេនេះសត្វសេះបកង់សេះបកង់ហ្នឹងគេនិយាយពីប្រវត្តិសេះបកង់ខុសពីសត្វផ្សេងៗដែលសត្វផ្សេងៗគេហៅថាញីជាអ្នកពោះបង្កើតកូនដល់ពេលសេះបកង់ឈ្មោលហ្នឹងហើយហើយនេះគឺជានិយាយទៅត្រីសមុទ្រត្រីអីតែមនុស្សចូលទៅលេងច្រើនមែនតើហើយខ្ញុំទៅតែគ្នា4នាក់អញ្ចឹងហើយក៏ថតរូបឲ្យគ្នាម្នាក់ម្ដងអញ្ចឹងណាហើយគោលបំណងនៃការធ្វើវីដេអូ vlog នេះគឺចង់ថតពីសកម្មភាពនៃការដើរលេងជួបជុំក្រុមគ្រួសារហើយជាពិសេសហ្នឹងគឺខ្ញុំថតនៅអនុស្សាវរីយ៍របស់កូនខ្ញុំហើយកូនបើខ្ញុំហ្នឹងគឺទៅអាយុ1ខួបកន្លះហើយខ្ញុំចូលចិត្តមើលកូនខ្លួនឯងដើរឃើញកូនងាដើរអញ្ចឹងគឺខ្ញុំចូលចិត្តថតសកម្មភាពហ្នឹងទុកឲ្យគេដើរលេងជាមួយបងស្រីរបស់គេដែលមានអាយុគម្លាតខុសគ្នារហូតដល់8ឆ្នាំប៉ុន្តែពីរនាក់ហ្នឹងគេលេងចូលគ្នាបានល្អដោយសារកូនស្រីបងខ្ញុំហ្នឹងជាប្រភេទក្មេងចិត្តលេងច្រើនហើយនឹងចរិតដូចកូនក្មេងហើយរៀងរស់រាយដូច្នេះគេត្រូវមួយប្អូនគេហើយចង់និយាយថាអាត្រូវហ្នឹងហើយក៏ជួបគ្នាច្រើនដែរដល់ពេលកន្លែងមើលវីដេអូខ្លួនឯងបានខ្ញុំដឹងថាមកចូលឆ្នាំហ្នឹងខ្ញុំមិនដើរតិចកន្លែងណាខ្ញុំដើរលេងច្រើនហើយឃើញថាកូនតូចតែដើរលេងបានច្រើនតែការដើរលេងរបស់ខ្ញុំហ្នឹងខ្ញុំរើសពេលវេលាដែរដោយសារយើងមានកូនក្មេងហើយកូនតូចអញ្ចឹងខ្ញុំជឿរើសទៅធ្វើម៉េចចេញពីព្រឹកហើយយ៉ាងច្រើនធ្វើថ្ងៃត្រង់អីចឹងយើងឈប់ហើយយើងអត់ចេញដំណើរទៀតទេព្រោះអីថ្ងៃត្រង់គឺក្តៅខ្លាំងហើយសម្រាប់នៅសៀមរាបមួយថ្ងៃដែលខ្ញុំទៅនោះគឺរៀងមេឃភ្លៀងហើយរៀងបន្ថយកម្ដៅតិចរៀងត្រជាក់តិចបានន័យថាពេលដែលខ្ញុំចេញពីភ្នំពេញទៅនោះវា40អង្សាពេញហ្មងតែដល់ពេលយើងទៅដល់សៀមរាបដោយសារភ្លៀងផងអីផងចឹងធ្លាក់នៅសល់ត្រឹម34 35អង្សាអីដែលវាថាក្តៅដែរតែវាអត់សូវក្តៅខ្លាំងពេកណាអញ្ចឹងខ្ញុំស្រេចមកពេញថ្ងៃទី2នេះពិតជាត្រូវមែនតើព្រោះអីវាអត់សូវស្ទះពេកទេនៅតាមផ្លូវហើយការដើរកម្សាន្តរបស់ខ្ញុំគឺឲ្យខ្ញុំមានពេលវេលាសម្រាប់សម្រាកដោយសារតែយើងត្រឡប់មកភ្នំពេញវិញយើងក៏ត្រូវបំពេញការងារដែរអញ្ចឹងយើងអាចថាមកថ្ងៃនេះស្អែកយើងត្រូវធ្វើការហ្មងវាធ្វើយើងហត់ខ្លាំងដូច្នេះសម្រាប់ថាយើងមកមុនពេលមួយថ្ងៃចុះហើយនៅក្នុងកន្លែងពិភពបាតសមុទ្រនោះមានជារេស្តូរ៉ង់ដែរតែម្ហូបគេលក្ខណៈរៀងវេចខ្ចប់ឯណាហើយខ្ញុំបានឈានចូលទៅកន្លែងវត្ថុអនុស្សាវរីយ៍គេឃើញកែវនេះស្អាតតែប៉ុន្តែតម្លៃវា$11នោះអញ្ចឹងអត់បានទិញទេបានថតទុកមើលឃើញស្អាតដោយសារតែមានរូបទូចហ្នឹងហើយអានេះស្ករគ្រាប់ម្នាស់សូកូឡាខ្ញុំ
ខ្ញុំបានទិញតែខ្ញុំទិញស្វាយលាយជាមួយនឹងសូកូឡាជាផលិតផលរបស់ខ្មែរហើយឆ្ងាញ់តែអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចសារផលិតផលរបស់ខ្មែរយើងឥឡូវការវេចខ្ចប់គឺស្អាតមែនទែនហ្មងណាគួរឲ្យចង់ទិញក្នុងវីដេអូនេះខ្ញុំចង់បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាថាថ្ងៃក្រោយពេលយើងមានដំណើរកម្សាន្តទៅណាមួយធ្វើអីមួយគឺយើងត្រូវរៀបចំផែនការនៃគម្រោងដំណើរកម្សាន្តយើងទុកជាមុនថាថ្ងៃទី1យើងគួរធ្វើអីថ្ងៃទី2យើងគួរធ្វើអីជាក់ស្ដែងដូចខ្ញុំមកលើកនេះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានសកម្មភាពច្រើនហើយខ្ញុំលៃពេលវេលាសម្រាប់ខ្លួនខ្ញុំនិងក្រុមគ្រួសារខ្ញុំមកល្មមអត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាហត់ពេកឬក៏ពិបាកពេកអីអញ្ចឹងមកល្មមហើយខ្ញុំបានដើរច្រើនកន្លែងនិងបានធ្វើរឿងជាច្រើនសម្រាប់ជីវិតរបស់ខ្ញុំនិងអារម្មណ៍របស់ខ្ញុំអញ្ចឹងមកលើកនេះគឺល្អជាងគេដោយសារតែខ្ញុំបានរៀបគម្រោងទុកជាមុន